ជើងហោះហើរចំនួន58របស់ Jet និងជើងហោះហើរចំនួន43របស់ ANA ត្រូវបានលុបចោលដោយសាររលកត្រជាក់ដែលប៉ះពាល់ដល់អ្នកដំណើរចំនួន4800នាក់ដោយសារតែសម្ពាធរដូវរងាខ្លាំងតំបន់មួយចំនួនត្រូវបានវាយប្រហារដោយខ្យល់បក់ខ្លាំងនិងព្រឹត្តធ្លាក់យ៉ាងខ្លាំងនៅថ្ងៃទី11ហើយការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានរំខានគិតត្រឹមម៉ោង8យប់ក្រុមហ៊ុនអាកាសចរជប៉ុន Japan Airlines បានលុបចោលជើងហោះហើរចំនួន58ដែលចេញដំណើរនិងមកដល់អាកាសយានដ្ឋាន Kagoshima និង Osaka Itami ដែលប៉ះពាល់ដល់មនុស្ស1945នាក់គិតត្រឹមម៉ោង6ល្ងាចក្រុមហ៊ុនអាកាសចរ All Nippon Airways បានលុបចោលជើងហោះហើរចំនួន43ដែលប៉ះពាល់ដល់មនុស្សប្រមាណជាង2800នាក់ជើងហោះហើរចំនួន4ក៏នឹងត្រូវលុបចោលនៅថ្ងៃទី12ផងដែរទីភ្នាក់ងារអូតូនិយមជប៉ុនកំពុងព្រមានប្រជាជនឲ្យប្រុងប្រយ័ត្នព្រោះព្រិលនឹងកាន់តែធ្លាក់ខ្លាំងឡើងពីភាគខាងជើងទៅភាគខាងលិចប្រទេសជប៉ុនរហូតដល់ថ្ងៃទី12ហើយស្ថានភាពបរិយាកាសនឹងក្លាយទៅជាភាពមិនស្ថិតស្ថេរខ្លាំងនៅតំបន់មួយចំនួន